កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានរៀបចំឡើងសម្ដៅរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋឆ្ពោះទៅបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែបានល្អប្រសើរតាមរយៈលើកកម្ពស់ឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានប្រកបដោយតម្លាភាពគណនេយ្យភាពសមភាពនិងមានយុត្តិធម៌សង្គមលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានចានាងខ្ញុំណារិនសូមគោរពនឹងជម្រាបសួរប្រិមិត្តដែលកំពុងបើកស្ដាប់កម្មវិធីផ្សាយរបស់សម្លេងប្រជាធិបតេយ្យ VOD ដែលផ្សាយតាមរយៈវិទ្យុសារិកា FM 106.5 ហើយក៏សូមស្វាគមន៍ដល់ប្រិមិត្តដែលកំពុងបើកស្ដាប់តាមគេហទំព័រ www.vodhotnews.com ជាទីគោរពនិងជាទីរាប់អានកម្មវិធីនេះគឺរៀបចំដោយការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋានរបស់ក្រសួងមហាផ្ទៃសហការផលិតដោយអង្គការ CHEM ឧបត្ថម្ភថវិកាដោយធនាគារពិភពលោក និងរាជរដ្ឋាភិបាលហើយកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានរៀបចំឡើងសម្ដៅរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋពោះទៅបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរតាមរយៈការលើកកម្ពស់ឲ្យមានការចូលរួមយ៉ាងសកម្មពីមជ្ឈដ្ឋានប្រកបដោយតម្លាភាពសមភាពគណនេយ្យភាពនិងភាពយុត្តិធម៌សង្គមអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានបានជ្រើសរើសយកប្រធានបទថ្មីមួយទៀតមកធ្វើការពិភាក្សាចាស់គឺស្ដីអំពីលទ្ធផលនៃការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដោយនៅក្នុងបន្ទប់ផ្សាយគឺយើងមានវាគ្មិនកិត្តិយសចំនួន1រូបគឺលោកប៊ួនហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃក្រសួងមហាផ្ទៃនេះខ្ញុំសូមអនុញ្ញាតស្វាគមន៍ដល់វាគ្មិនយើងតែម្ដងចាជម្រាបសួរលោកប៊ុនហេងចាបាទសូមជម្រាបសួរបាទនេះខ្ញុំជួយជាក់ថាបងប្អូនប្រិយមិត្តដែលស្ដាប់ប្រហែលជាមានការឆ្ងល់ក៏ដូចជាការចង់ដឹងច្រើនអំពីអ្វីទៅហៅថាការិយាល័យច្រកចេញចូលតែមួយហើយនិងការិយាល័យប្រជាពលរដ្ឋនេះហើយតើការិយាល័យទាំងពីរនេះមានសារៈប្រយោជន៍អ្វីខ្លះហេតុអីបានជារាជរដ្ឋាភិបាលបង្កើតឲ្យមានការិយាល័យនេះកើតឡើងចាស់ហើយថ្ងៃនេះគឺឱកាសល្អណាស់ដោយមានលោកប៊ួនហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃក្រសួងមហាផ្ទៃដោយផ្ទាល់តែម្ដងលោកនឹងមកចែករំលែកនៅបទពិសោធន៍ក៏ដូចជាការយល់ដឹងរបស់លោកតាក់ទងទៅនឹងការិយាល័យទាំងពីរនេះផងដែរអញ្ចឹងជាការចាប់ផ្ដើមនេះខ្ញុំសូមអនុញ្ញាតជូនឱកាសលោកប៊ួនហេងដើម្បីលោកជម្រាបជូនដល់ប្រិយមិត្តអ្នកស្ដាប់ថាតើការិយាល័យច្រកចេញចូលតែមួយនោះមាននៅយ៉ាងដូចម្តេចចា៎បាទសូមអរគុណបាទជាបឋមខ្ញុំបាទសូមគោរពនិងសូមជម្រាបសួរដល់អ្នកស្ដាប់វិទ្យុសារិកាទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានឱកាសដែលធ្វើការបកស្រាយពាក់ព័ន្ធនឹងលទ្ធផលនៃការអនុវត្តគម្រោងការឡាយច្រកចេញចូលទៅមួយនិងការឡាយប្រជាពលរដ្ឋបាទជាការពិតណាស់សំណួរដំបូងនេះខ្ញុំគិតថាជាសំណួរដែលសំខាន់បំផុតហើយខ្ញុំជារឿយតែងតែលើសូរមិត្តភ័ក្តិឬក៏បងប្អូនឬក៏អ្នកដែលខ្ញុំស្គាល់មួយចំនួនគាត់មិនទាន់យល់ច្បាស់ស្អីទៅការឡាយច្រកចេញចូលទៅមួយនិយាយលេងសើចមែនតើទៅខ្ញុំថាលេងសើចក៏បានជាការពិតក៏បានកន្លងមកខ្ញុំបានជួបប្រជាពលរដ្ឋមួយចំនួនហើយក៏ដូចជាអ្នកមន្ត្រីរាជការមួយចំនួនគាត់លើសូរការឡាយច្រកចេញចូលទៅមួយគាត់ថាអាចច្រកចេញចូលទៅមួយហ្នឹងរលុយបានណាមួយថ្ងៃចំណូលចូលច្រើនណាខ្ញុំសួរថាចំណូលចូលតាមណាគាត់ចុះឃើញចេញហើយចូលចាតែសួរមែនតើក៏សំដៅទៅលើច្រកព្រំដែនទៅវិញគាត់ថាតំណែងដឹកចេញចូលនោះត្រូវបង់លុយតាមពិតទៅជាការយល់មួយផ្នែករបស់គាត់ដោយសារតែมันមានការបកស្រាយច្បាស់លាស់ហើយមួយផ្នែកទៀតក្រៅរបស់យើងមួយចំនួនក៏គាត់បានសួរខ្ញុំដែរម្សិលមិញខ្ញុំបានចូលរួម workshop ថ្នាក់ជាតិមួយប៉ុន្តែហាក់ដូចជាខ្វះព័ត៌មានអំពីការឡាយច្រកចេញចូលទៅមួយដោយសារតែបច្ចុប្បន្ននេះរដ្ឋាភិបាលក៏បានប្រកាសឲ្យមានច្រកចេញចូលនៅតែមួយនៅថ្នាក់ជាតិផងដែរគឺច្រកចេញចូលទៅមួយនេះគឺសម្រាប់បើកឱកាសដល់វិនិយោគទុនក្នុងការចង់មកវិនិយោគនៅស្រុកខ្មែររបស់យើងហ្នឹងគឺគាត់អាចតាក់ទងទៅច្រកចេញចូលទៅមួយដែលមាន CDC នៅតាមក្រសួងពាណិជ្ជកម្មមួយក្តីប៉ុន្តែការឡាយច្រកចេញចូលទៅមួយដែលក្រសួងមហាផ្ទៃកំពុងអនុវត្តបច្ចុប្បន្ននេះគឺខុស
ផ្លាយពីការឡាយច្រកចេញចូលទៅមួយដែលខ្ញុំបានរៀបរាប់មិញនិយាយជារួមទៅការឡាយច្រកចេញចូលទៅមួយគឺជាកន្លែងប្រមូលផ្ដុំនៃការផ្ដល់សេវារដ្ឋបាលសាធារណៈចាំបាច់មួយចំនួនជូនដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានបាទនិយាយឲ្យសាមញ្ញគឺថាជាកន្លែងដែលបងប្អូនអាចទៅស្នើសុំនៅសេវាសាធារណៈចាំបាច់ឧទាហរណ៍ថាបើសិនជាបងប្អូនបើកអាជីវកម្មក្នុងការរកស៊ីដូចជាបើកជាភោជនីយដ្ឋានខ្នាតតូចដូចជាបើកផ្ទះសំណាក់ខ្នាតតូចគឺបងប្អូនអាចអញ្ជើញទៅក្រុងស្រុកបច្ចុប្បន្ននេះការឡាយច្រកចេញចូលទៅមួយគឺមាននៅក្នុងក្រុងស្រុកដែលប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្នហើយរហូតដល់ពេលនេះគឺយើងបង្កើតនៅក្រុងស្រុកនៃទីរួមខេត្តបាទអញ្ចឹងមានន័យថាបើសិនជាបងប្អូនអាចចង់ប្រកបរបរអាជីវកម្មដូចជាបើកជាផ្ទះសំណាក់អាហារដ្ឋានអីគឺបងប្អូនអាចទៅសុំលិខិតអនុញ្ញាតពីអភិបាលក្រុងស្រុកដែលពីមុននោះគឺការសុំនេះគឺត្រូវទៅសុំនៅមន្ទីរជំនាញឬពេលខ្លះអាចសុំដល់ក្រសួងជំនាញបាទនេះគេហៅថាការឡាយច្រកចេញចូលទៅមួយដែលគឺយើងកំពុងអនុវត្តនៅថ្នាក់ក្រុងស្រុកចាជំរាបសួរលោកបន្តិចថាតើលោកអាចជំរាបជូនបានទេថាសេវាអ្វីខ្លះដែលផ្ដល់នៅក្នុងការិយាល័យច្រកចេញចូលទៅមួយនៅក្នុងថ្នាក់ក្រោមជាតិនេះចាបច្ចុប្បន្ននេះការឡាយច្រកចេញចូលទៅមួយគឺយើងមានសេវាប្រហែលជាង200មុខជាសេវាដែលយើងបានមកពីការធ្វើប្រតិភូកម្មមុខងារពីបណ្ដាក្រសួងពាក់ព័ន្ធបច្ចុប្បន្ននេះគឺយើងមានក្រសួងចំនួន10រាប់ទាំងក្រសួងមហាផ្ទៃខ្លួនឯងដែលបានធ្វើប្រតិភូកម្មមុខងារក្នុងការផ្ដល់សេវាទៅឲ្យប្រជាពលរដ្ឋហើយដែលផ្ដល់សិទ្ធិទៅឲ្យអភិបាលក្រុងស្រុកជាអ្នកចេញនៅអាជ្ញាប័ណ្ណឬក៏លិខិតអនុញ្ញាតបាទចាសូមអរគុណអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមចាហើយចុះចំពោះការិយាល័យប្រជាពលរដ្ឋវិញនេះជាការិយាល័យរបៀបម៉េចថាការដំណើរការរបស់វាយ៉ាងណាដែរចានៅពេលដែលយើងបង្កើតឲ្យមានការឡាយច្រកចេញចូលទៅមួយជាកន្លែងនៃការផ្ដល់សេវាយើងក៏បង្កើតឲ្យមាននៅការឡាយប្រជាពលរដ្ឋមួយបន្ថែមទៀតដែលទន្ទឹមគ្នានឹងការឡាយច្រកចេញចូលទៅមួយតួនាទីសំខាន់របស់ការឡាយប្រជាពលរដ្ឋគឺគាត់ឃ្លាំមើលឬក៏ត្រួតពិនិត្យមើលក្នុងការអនុវត្តក្នុងការផ្ដល់សេវារបស់ការឡាយច្រកចេញចូលទៅមួយថាតើមន្ត្រីរបស់ការឡាយច្រកចេញចូលទៅមួយនឹងបានអនុវត្តត្រឹមត្រូវទៅតាមទូនាទីភារកិច្ចខ្លួនហើយឬនៅឬក៏មានកិច្ចការមួយចំនួនដែលប្រជាពលរដ្ឋគាត់មកប្តឹងតវ៉ាអំពីមន្ត្រីរបស់យើងហ្នឹងថាត្រីនៅការឡាយច្រកចេញចូលទៅមួយហ្នឹងមិនព្រមផ្ដល់សេវាតាមការកំណត់ឬក៏យកកម្រៃលើសពីការកំណត់អញ្ចឹងគាត់អាចមកជើញមកជួបការឡាយប្រជាពលរដ្ឋដើម្បីគាត់ជួយរកបញ្ហាជួយដោះស្រាយបញ្ហានឹងជូនបាទចានិយាយរួមទៅគឺជាកន្លែងដែលទទួលនៅពាក្យបណ្ដឹងពាក្យតវ៉ាផ្សេងណាចាបាទចាអរគុណច្រើនចានេះជាការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាននេះខ្ញុំសូមអនុញ្ញាតជំរាបសួរផងដែរថាការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិនោះបង្កើតតាំងពីឆ្នាំណាមកដែរលោកចាបងបំផុតគឺនៅឆ្នាំ2003ជាដំណាក់កាលដំបូងបំផុតដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនៅសេចក្តីសម្រេចក្នុងការបង្កើតឲ្យមានការឡាយច្រកចេញចូលតែមួយនេះឡើងហើយនៅក្នុងឆ្នាំ2005បន្ទាប់ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនៅឆ្នាំ2005គឺយើងបានអនុវត្តសាកល្បងនៅយន្តការផ្ដល់សេវានេះនៅស្រុកចំនួន2គឺស្រុកបាត់ដំបងនិងស្រុកសៀមរាបតើមានបញ្ហាអីខ្លះនៅពេលដែលអនុវត្តនៅពីស្រុកសាក់លបងនេះចាជាទូទៅនៅពេលដែលយើងធ្វើកិច្ចការកែតម្រង់យើងត្រូវធ្វើតេស្តសាក់លបងសិនថាតើការផ្ដល់នៅសេវាបែបហ្នឹងតើមានការពេញចិត្តពីប្រជាពលរដ្ឋតើមានការគ្រប់គ្រងពីថ្នាក់ដឹកនាំឬក៏អ្នកពាក់ព័ន្ធដែរឬទេបាទនៅក្នុងឆ្នាំ2005យើងបានអនុវត្តផ្ដល់សេវានេះហើយនៅក្នុងឆ្នាំ2007យើងបានធ្វើការវិតម្លៃឃើញថាការអនុវត្តតាមរយៈការឡាយច្រកចេញចូលទៅមួយនេះគឺបានជោគជ័យល្អប្រសើរដោយសារតែប្រជាពលរដ្ឋមានការគ្រប់គ្រងខ្លាំងមែនទែនហើយជាពិសេសទៅទៀតនឹងគឺពីថ្នាក់ដឹកនាំខេត្តពីថ្នាក់ដឹកនាំក្រុងថ្នាក់ដឹកនាំស្រុកដោយសារតែការផ្ដល់សេវានៅការឡាយច្រកចេញចូលទៅមួយនេះគឺវាមានតម្លាភាពហើយជាពិសេសទៅទៀតនឹងគឺលើកកម្ពស់នៅអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិពីមុនមកប្រជាពលរដ្ឋគាត់តែងតែឧទាហរណ៍ថាបើសិនជាគាត់ចង់បើកនៅភោជនីយដ្ឋានឬក៏ផ្ទះសំណាក់គាត់មិនដឹងថាមានបែបបទអីខ្លះទេហើយមិនដឹងថាតរពាក្យស្នើសុំនឹងនៅទីណាហើយជារឿយយើងតែងតែឃើញថាប្រជាពលរដ្ឋយើងគាត់តែងតែពឹងពាក់អ្នកទី3ឬក៏ឈ្មោះកណ្ដាលឲ្យជួយរដ្ឋការអញ្ចឹងអស់ប្រមាណគាត់អត់ដែលដឹងទេថាតម្លៃដែលបានកំណត់ដោយរដ្ឋាភិបាលហ្នឹងប្រមាណនេះប៉ុន្តែការបង្កើតការឡាយច្រកចេញចូលទៅមួយនេះគឺថាធ្វើឲ្យមានតម្លាភាពរាល់ការបង់កម្រៃសេវាទាំងអស់សិតតែមានវិក័យប័ណ្ណហើយពិសេសជាងនេះទៅទៀតគឺរាល់សេវាឧទាហរណ៍ថាការបើកភោជនីយដ្ឋានការចេញលិខិតបើកភោជនីយដ្ឋានមួយ
ត្រូវការបែបបទឯខ្លះគឺថាគាត់អាចទៅជួបនៅផ្នែកជួរមុខរបស់យើងគាត់សួរពីព័ត៌មានទៅហើយបង់កម្រៃដែលមានបិទផ្សាយនៅតាមជញ្ជាំងគឺអត់មានលើសពីកម្រៃដែលបានកំណត់ទេលោកអ្នកកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានចាប់ប្រិមិត្តកំពុងស្ដាប់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានដែលរៀបចំឡើងដោយការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចមូលដ្ឋានរបស់ក្រសួងមហាផ្ទៃសហការផលិតដោយអង្គការ CHEM ឧបត្ថម្ភថវិកាដោយធនាគារពិភពលោក OSAID និងរាជរដ្ឋាភិបាលចាស់ហើយនៅថ្ងៃនេះកម្មវិធីយើងបានលើកយកប្រធានបទមួយស្ដីអំពីលទ្ធផលនៃការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដោយយើងមានវាគ្មិនកិត្តិយសចំនួន1រូបគឺលោកប៊ួនហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃក្រសួងមហាផ្ទៃអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមដូច្នេះនឹងខ្ញុំសូមអញ្ញាតស្វាគមន៍ប្រិមិត្តយើងដំបងចាស់គឺលោកខេមរិនចាស់អធិស្ឋានលោកខេមរិនទូរស័ព្ទពីខាងណាដែរចាស់ទៅពីខេត្តកំពង់ធំស្រុកបារាយខេត្តកំពង់ធំមុននឹងមានទំនួលខ្ញុំចង់ទៅជិះបលសិនថាខ្ញុំសំណូមពរឲ្យក្រសួងមហាផ្ទៃរាជរដ្ឋាភិបាលទាំងមូលគឺថាឲ្យវិមជ្ឈការពិតប្រាកដមកតាមពិតខ្ញុំទាមទារមកដល់ថ្នាក់ឃុំផងប៉ុន្តែដោយសាររដ្ឋាភិបាលនឹងថាសាកល្បងលោទៅក្រុងទៅស្រុកអញ្ចឹងឥឡូវខ្ញុំថាសំណូមពរឲ្យបានវិមជ្ឈការគ្រប់វិស័យទាំងអស់គ្រប់ផ្នែកទាំងអស់មកថ្នាក់ស្រុកទៅចុះបើមិនបានដល់ឃុំសង្កាត់ទេគឺថាសូមឲ្យវិមជ្ឈការពិតប្រាកដទៅឲ្យកុំក្តោបអំណាចនៅថ្នាក់ជាតិច្រើនពេកគឺថាយើងធ្វើតាមគោលការណ៍ប្រជាធិបតេយ្យនៃស្រុកគេពិតប្រាកដទៅដើម្បីសម្រួលការកាត់បន្ថយចំណាយផ្ដេសផ្ដាស់អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋផងហ្នឹងហើយភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងអញ្ចឹងហើយខ្ញុំសំណូមពរទេសំណូមពរឲ្យវិមជ្ឈការគ្រប់ព្រោះស្រុកខ្មែរយើងមានប្រមាណជាង100ស្រុក100ក្រុងដូរគ្រប់ទៅហើយជាមិនដល់200ក្រុងស្រុកក្រុងទេដូច្នេះហើយមានសេចក្តីក្លាហានទម្លាក់អំណាចហ្នឹងហើយយើងបញ្ជូនត្រីជំនាញបច្ចេកទេសហ្នឹងមកថ្នាក់ស្រុកមកថ្នាក់ឃុំសង្កាត់មកអញ្ចឹងហើយអាហ្នឹងខ្ញុំនេះជាសំណូមពរទី1ឲ្យចំនួនខ្ញុំចង់ឲ្យផ្សព្វផ្សាយប្រព័ន្ធសេវាហ្នឹងប្រព័ន្ធសេវារបស់រដ្ឋដែលប្រជាពលរដ្ឋត្រូវបំពេញដូចជាផ្លាកលេខម៉ូតូផ្លាកលេខឡានស្អីសពបែបពុនអីសពសារពើអីហ្នឹងថាសូមឲ្យតម្លៃទាបបំផុតមកទាបបំផុតអូម៉ាថាផ្លាកលេខម៉ូតូថាយកត្រឹមតែ 20000 ទៅចុះណា 20000 ហើយប្រកាសតាមទូរទស្សន៍ជាតិវិទ្យុជាតិផ្លាកឡានក៏អញ្ចឹងហៅថ្លៃបងពុនអីគេថាប្រកាសរាល់ថ្ងៃទៅប្រកាសរាល់ថ្ងៃទៅវាមកវិមជ្ឈការនៅស្នាក់ឃុំណាក់ស្រុកទៅហើយកុំឲ្យមន្ត្រីរបស់ខ្លួនហ្នឹងបាត់បង់ព័ត៌មានហ្នឹងតែកន្លងមកលោកធ្លាប់បានជ្រាបទេអំពីការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនេះចាខ្ញុំបានឮថានៅខេត្តកំពង់ធំហ្នឹងគេថារដ្ឋាភិបាលគឺអាជ្ញាធរខេត្តហ្នឹងគេថាគេសាកល្បងនៅក្នុងទឹងតែនមួយនៅក្នុងយើងហៅថាទីរួមខេត្តកំពង់ធំណាទីប្រជុំជនក្នុងខេត្តណាគេសាកល្បងក្រុងមួយចុះដល់ពេលសួរទៅថាបានតែប្រជាពលរដ្ឋនៅក្នុងក្រុងទេក្នុងសង្កាត់នៅក្នុងក្រុងទេដល់ប្រជាពលរដ្ឋនៅតាមស្រុកហ្នឹងទៅរកច្រកចេញចូលទាំងមួយហ្នឹងអត់បានទេបុកទៅខេត្តដដែលឧទាហរណ៍ធ្វើផ្លាកលេខម៉ូតូអីបុកទៅមន្ទីរសាធារណៈខេត្តដែរអញ្ចឹងពួកមន្ទីរសាធារណៈហ្នឹងកាប់ឆៅដល់ដូចទៅជួយជាន់អញ្ចឹងហើយយើងចង់ឲ្យនេះដូចខ្ញុំសំណុំពរខាងណាសូមឲ្យវិមជ្ឈការមកគ្រប់ស្រុកទាំងអស់មកខេត្តកំពង់ធំខ្ញុំមានតែ8ស្រុកទេក្រុងមួយទេអញ្ចឹងវិមជ្ឈការមកទាំងអស់មកហើយយើងទូទាំងប្រទេសហ្នឹងខ្ញុំមិនមែនសំណុំពរតែក្នុងខេត្តខ្ញុំទេថាទូទាំងប្រទេសហ្នឹងសូមឲ្យវិមជ្ឈការមកឲ្យតម្លៃសេវាដែលចកចេញចូលតែមួយហ្នឹងឲ្យវាមានតម្លាភាពប្រកាសទៅមិនបានប្រកាសទេថាទូរទស្សន៍ហ្នឹងគេយកថ្លៃសេវាហ្នឹងប្រកាសប៉ុន្តែមិនទូទស្សន៍ជាតិអត់ទេណាផុសជាតិហើយលុយជាតិហើយគេប្រកាសមកទូទស្សន៍ឯកជនយើងបង្កើតអនុផុសជាតិវិទ្យុជាតិតកហ្នឹងវិទ្យុជាតិប្រកាសជាសាធារណៈរាល់ថ្ងៃយ៉ាងមកចាសូមអរគុណសូមជម្រាបលាចាលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានយើងឃើញថាលោកខេមរិនហាក់ដូចជាអត់មានសំណួរអ្វីទេគ្រាន់តែលោកមានការសំណូមពរហើយសង្ឃឹមថាសំណូមពរនេះខាងតំណាងការិយាល័យច្រកចេញចូលទីមួយនឹងធ្វើការពិចារណាចំពោះការបិទផ្សាយផ្សេងៗហើយប៉ុន្តែលោកមានការលើកឡើងអំពីផលវិបាកនៅក្នុងការទៅរកសេវាច្រកចេញចូលទីមួយហ្នឹងដោយសារវានៅថ្នាក់ស្រុកហើយប្រជាពលរដ្ឋផ្សេងទៀតមិនអាចទៅទទួលបានលោកអាចបកស្រាយជំរាបឲ្យច្បាស់ជាងនេះតិចបានទេចា៎ជាការពិតណាស់បើនិយាយតាមត្រង់ទៅនៅខេត្តកំពង់ធំយើងតែបង្កើតឲ្យមានការឡាយច្រកចេញចូលតែមួយនឹងការឡាយប្រជាពលរដ្ឋនៅស្រុកស្ទឹងសែននេះមែនខ្ញុំបានទទួលសំណូមពរភាគច្រើនគឺប្រជាពលរដ្ឋគាត់ចង់បាននៅការឡាយនេះឲ្យបានគ្រប់ស្រុករបស់គាត់បានដោយសារអញ្ចេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃពិចារណាអនុវត្តឬក៏បង្កើតឲ្យមានការឡាយច្រកចេញចូលតែមួយនឹងការឡាយប្រជាពលរដ្ឋទៅលើក្រុងស្រុកខណ្ឌទូទាំងប្រទេសក៏ប៉ុន្តែគឺយើងបង្កើតជាលក្ខណៈជំហាននិងជំហាន
មានន័យថាអនាគតយើងនឹងបង្កើតទូទាំងប្រទេសហើយប៉ុន្តែបច្ចុប្បន្ននេះយើងនៅធ្វើការវិតម្លៃដោយសារតែវាពាក់ព័ន្ធនឹងធនធានដែលយើងត្រូវការហើយធនធានដែលយើងអាចប្រើប្រាស់បានការបង្កើតឲ្យមានការឡៃច្រកចេញចូលទៅមួយនេះគឺយើងត្រូវការនៅសម្ភារៈយើងត្រូវការនៅមនុស្សគឺមិនមែនមានន័យតែចំនួនទេគឺទាំងគុណភាពអញ្ចឹងយើងចំណាយថវិកាច្រើនក្នុងការបណ្ដុះបណ្ដាលក្តីក្នុងការសាងសង់អគារបំពាក់សម្ភារៈនិងក៏ដូចជាយើងត្រូវសម្លឹងមើលអំពីសេវាណាខ្លះដែលប្រជាពលរដ្ឋចាំបាច់ដោយសារតែបច្ចុប្បន្ននេះយើងយកតែក្រុងស្រុកទេដែលជាទីប្រជុំជនទេដែលអនុវត្តនៅការឡៃនេះមូលហេតុដោយសារតែតម្រូវការចាំបាច់គឺនៅទីប្រជុំជនដោយសារតែបើយើងក៏លេខមើលពីសេវាដែលយើងមាននៅក្នុងការឡៃច្រកចេញចូលទៅមុននេះគឺពាក់ព័ន្ធនឹងទីតាំងអាជីវកម្មអញ្ចឹងប្រជាពលរដ្ឋដែលរស់នៅជនបទប្រហែលជាមិនសូវមានអាជីវកម្មច្រើនដូចជានៅទីប្រជុំជនបាទអញ្ចឹងក៏ត្រូវការសេវាច្រើនជាងចាអរគុណមិញលោក Cameron ប្រហែលជាលោកមានក្តីបារម្ភថាសេវាហ្នឹងមិនត្រូវបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋប៉ុន្តែអ្វីដែលលោកប៊ុនហេងបានជម្រាបជូនមិញគឺថានៅក្នុងការិយាល័យហ្នឹងគឺមានឲ្យសេវាបិទនៅជញ្ជាំងថាយើងបង់ទៅតាមតែតារាងតម្លៃសេវាទេហើយសេវានីមួយៗនោះក៏មានចេញពីការិយាប័ត្រដែរអញ្ចឹងអ្វីដែលលោកមានការព្រួយបារម្ភឥឡូវត្រូវបានបកស្រាយនៅក្នុងថ្ងៃនេះហើយអញ្ចឹងសូមអរគុណចំពោះការចូលរួមរបស់លោក Cameron ចាលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានប្រជាពលរដ្ឋយើងកំពុងតែរងចាំហើយចង់ដឹងចង់ឮណាស់កម្មវិធីអភិបាលកិច្ចល្អបង្កើតកម្មវិធីនេះឡើងគាត់នឹងយល់បានថាតើអ្វីដែលជាអភិបាលកិច្ចល្អហើយការចូលរួមរបស់គាត់តើចូលរួមទៅលើស្អីខ្លះហើយសិទ្ធិរបស់គាត់នឹងគាត់មានតួនាទីត្រឹមណាក្នុងការចូលរួមអភិបាលកិច្ចល្អនេះជួយចែករំលែកនៅចំណេះដឹងការបញ្យល់បន្ថែមទៀតទាក់ទងនឹងវិមជ្ឈការវិសាមជ្ឈការអភិបាលកិច្ចល្អមូលដ្ឋានទៅដល់ប្រជាពលរដ្ឋយើងគឺជាកត្តាចាំបាច់សម្រាប់ឲ្យបង្កើនការអភិវឌ្ឍដល់ប្រទេសយើងចំណុចល្អណាស់ដែលគម្រោងនេះបានរៀបចំឲ្យមានកម្មវិធីវិទ្យុនេះគឺជាការផ្ដល់ឬក៏ចែករំលែកនូវព័ត៌មានដ៏ទូលំទូលាយទៅដល់ប្រជាពលរដ្ឋដើម្បីគាត់បានយល់ដឹងកម្មវិធីវិទ្យុគេស្ដាប់បានឮច្រើនតនសភាពការហើយគេអាចឆ្លើយឆ្លងជាមួយយើងហើយគេយល់ហើយយើងក៏បានយល់ទឹកចិត្តគេវិញដែរអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមលោកសុវណ្ណទូរស័ព្ទពីខេត្តកណ្ដាលខ្ញុំមានសំណួរទី1ចង់សួរថាការបង្កើតការិយាល័យចេញចូលតែមួយហ្នឹងតើវាមានភាពផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋនិងផ្ដល់សារៈប្រយោជន៍ដល់ពលរដ្ឋដោយម្ដេចដែរចា៎បាទចំនួនទី2ចង់សួរថាតើការបង្កើតច្រកចេញចូលតែមួយនៅថ្នាក់កណ្ដាលមូលដ្ឋានហ្នឹងតើអាចជាការបន្ថយអំពើពុករលួយឬមួយក៏ជាការបង្កើនអំពើពុករលួយព្រោះយើងដឹងហើយថានៅប្រទេសខ្មែរយើងរាល់សេវាអ្វីមួយដែលពលរដ្ឋត្រូវការសេវាអ្វីមួយហ្នឹងតែងតែចំណាយលើទឹកក្រោមទឹកហើយជាសំណុំពររបស់ខ្ញុំដែរដោយលោកវិក្កាមបានលើកឡើងហើយថាមានការផ្សព្វផ្សាយដូចជាបិទព័ត៌មានអីនៅការិយាល័យខ្ញុំថាព័ត៌មានហ្នឹងវាមិនគ្រប់គ្រាន់ទេសូមឲ្យព័ត៌មានហ្នឹងផ្សព្វផ្សាយជាសាធារណៈតាមវិទ្យុតាមទូរទស្សន៍ដោយអ្វីដែលរដ្ឋាភិបាលបានផ្សាយនៅព័ត៌មានអ្វីមួយដែលរដ្ឋាភិបាលចង់ឲ្យពលរដ្ឋយល់ដឹងបាទសូមអរគុណសូមជម្រាបលាបាទចាសូមអរគុណសូមជម្រាបលាលោកសវណ្ណចាចឹងជូនឱកាសដល់វាគ្មិនយើងតែម្ដងចាសូមជេងបាទជាការពិតណាស់ការបង្កើតឲ្យមានការឡៃច្រកចេញចូលទៅមួយនេះគឺក្នុងគោលបំណងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាសាធារណៈដូចខ្ញុំបានជម្រាបពីខាងដើមចឹងកាលពីមុនយើងពិបាកនឹងដឹងណាស់តែប្រជាពលរដ្ឋរបស់យើងបើសិនជាគាត់ចង់សង់ផ្ទះបើកភោជនីយដ្ឋានឬស្លាកលេខម៉ូតូគាត់មិនដឹងថាតើទៅធ្វើនៅត្រង់ណាហើយទៅបំពេញបែបបទរបៀបម៉េចបង់កម្រៃសេវាប្រមាណទេតែការបង្កើតការឡៃច្រកចេញចូលទៅមួយនេះគឺយើងបិទផ្សាយនៅព័ត៌មានខ្ញុំសូមបញ្ជាក់ជូនបន្តិចដើម្បីឲ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីលក្ខណៈពិសេសរបស់ការឡៃច្រកចេញចូលទៅមួយបាទការឡៃច្រកចេញចូលទៅមួយគឺយើងបង្កើតឡើងនោះគឺថាចែកចេញជាពីរផ្នែកដាច់ដូចគ្នាដាច់ដោយឡែកពីគ្នាផ្នែកទី1គេហៅថាផ្នែកជួរមុខជាផ្នែកដែលចាំបម្រើអតិថិជនហើយផ្នែកជួរមុខនេះជាទូទៅមានមនុស្សប្រហែលជា3នាក់ទៅ5នាក់បាទ
មនុស្ស3នាក់នេះគឺទី1គាត់ទទួលបន្ទុកផ្នែកផ្ដល់ព័ត៌មានមនុស្សម្នាក់គាត់ចាំតែផ្ដល់ព័ត៌មាននេះហើយនឹងបកគលនៅសំណុំពាក្យបែបបទសម្រាប់ឲ្យបងប្អូនបំពេញនិងទទួលយកសំណុំបែបបទមកវិញបើសិនជាបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធនឹងការស្នើសុំសេវាណាមួយឧទាហរណ៍ថាការធ្វើស្លាកលេខម៉ូតូការស្នើសុំសាងផ្ទះការស្នើសុំបើកពេញនិឋានអាចសាកសួរនឹងមន្ត្រីជួរមុខដែលទទួលបន្ទុកផ្ដល់ព័ត៌មាននិងបកគលទទួលឯកសារនឹងបានអ្នកទី2គឺគាត់ទទួលបន្ទុកតែខាងបេឡាមានន័យថានៅពេលដែលប្រជាពលរដ្ឋគាត់ស្នើសុំនៃសេវាអីមួយគាត់ដាក់ពាក្យស្នើសុំនៅមន្ត្រីបកគលទទួលពាក្យហ្នឹងហើយមន្ត្រីបកគលទទួលពាក្យក្រោយពីពិនិត្យពាក្យស្នើសុំថាគាត់បានបំពេញត្រឹមត្រូវហើយមានឯកសារភ្ជាប់គ្រប់គ្រាន់ហើយគាត់បកគលទៅឲ្យខាងបេឡាគាត់គិតតែប្រាក់ទេមានន័យថាបើគាត់ស្នើសុំសាងសង់ផ្ទះអស់តម្លៃប្រមាណទៅតាមទំហំការ៉េរបស់គាត់ហ្នឹងបើមិនជាគាត់ស្នើសុំធ្វើស្លាកលេខអស់តម្លៃប្រមាណអញ្ចឹងគាត់ជាអ្នកគិតរឿងលុយកាក់ទេមន្ត្រីមួយទៀតគឺជាមន្ត្រីទទួលការងារនៅឆាននគរការមានន័យថាប្រជាពលរដ្ឋរបស់យើងដែលគាត់ចង់បញ្ជាក់ឯកសារឧទាហរណ៍លើការថតចម្លងលើភាពត្រឹមត្រូវនៃការថតចម្លងរបស់គាត់ហ្នឹងគាត់អាចបញ្ជាក់នៅមន្ត្រីជួរមុខរបស់យើងបានបាទមន្ត្រីជួរមុខនេះគឺថាជាអ្នកតំណាំម្ដងផ្ទាល់ជាមួយអតិថិជនគឺយើងធ្វើឲ្យមានតម្លាភាពចា៎យើងមានបន្ទប់កញ្ចក់យើងធ្វើដូចជាធនាគារ Easyleader អញ្ចឹងឯមន្ត្រីមួយផ្នែកទៀតគេហៅថាមន្ត្រីផ្នែកជួរក្រោយគាត់ជាមន្ត្រីជំនាញដែលមកពីក្រសួងពាក់ព័ន្ធបាទអញ្ចឹងឧទាហរណ៍ថាពាក់ព័ន្ធនឹងការងារសំណង់ក្រោយពីមន្ត្រីជួរមុខគាត់ទទួលឯកសារហើយការងារអស់នេះគឺទៅបកគលទៅឲ្យមន្ត្រីជួរក្រោយទទួលបន្ទុកការងារខាងសំណង់ហ្នឹងគាត់ពិនិត្យមើលឯកសារសំណុំបែបបទចុះទៅវាស់វែងជាក់ស្ដែងអីហ្នឹងទៅតាមនីតិវិធីរបស់គាត់ដែលក្រសួងរបស់គាត់បានកំណត់បាទហើយផ្នែកជួរក្រោយនេះមិនអនុញ្ញាតជួបអតិថិជនទេដើម្បីជៀសវាងនៅការចរចាណាមួយដែលលោកសវណ្ណបានលើកឡើងពីតើការបង្កើតការឡាយច្រកចេញចូលទៅមួយហ្នឹងបន្ថយឬក៏បន្ថែមអំពើពុករលួយបាទចំណុចទាំងនេះគឺយើងបានគិតទុកជាមុនហើយអំពីតម្លាភាពបាទអំពីតម្លាភាពអំពីកណន័យភាពគឺនៅពេលដែលមន្ត្រីជួរក្រោយនោះទទួលឯកសារគាត់ពិនិត្យតែលើឯកសារសំណុំបែបបទទេអតិថិជនក៏អត់មានសិទ្ធិជួបទេលើកឡើងតែករណីពិសេសណាមួយគាត់ទាមទារមានការបកស្រាយគាត់ត្រូវស្នើសុំទៅប្រធានការឡាយច្រកចេញចូលទៅមួយដើម្បីអញ្ជើញអតិថិជននឹងដើម្បីធ្វើការបំពេញបន្ថែមនៅឯកសារដែលខ្វះខាតបាទនេះជាការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានអរគុណច្រើនប៉ុន្តែអ្វីដែលប្រិមិត្តយើងបានលើកឡើងហើយក៏ដូចជាសំណុំពរគឺលោកចង់ឲ្យមានការផ្សព្វផ្សាយនៅរាល់តម្លៃនៃសេវានីមួយៗទាំងអស់តើអាចទៅរួចទេបើសិនបើក្រសួងមហាផ្ទៃអាចធ្វើជាតារាងតម្លៃហើយបោះជាប៉ាណូធំបិទនៅតាមទីសាធារណៈក៏ដូចជាផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាតើមានលទ្ធភាពអាចទៅរួចទេតាមមើលចានេះជាយន្តការមួយដែលថ្នាក់ជាតិគិតទុកជាយូរមកហើយនៅពេលដែលយើងបង្កើតនៅគម្រោងនេះគឺយើងបានបង្កើតនៅយន្តការថ្មីជាច្រើនដើម្បីលើកកម្ពស់នៅការផ្សព្វផ្សាយឧទាហរណ៍ជាក់ស្ដែងនៅថ្នាក់ក្រុងស្រុកយើងបង្កើតឲ្យមានវេទិកាប្រជាពលរដ្ឋប្រចាំឆ្នាំវេទិកាប្រជាពលរដ្ឋប្រចាំឆមាសយើងមានឆមាសទី1ឆមាសទី2និងម៉ោងជួបប្រជាពលរដ្ឋជាមួយនឹងអាបាលក្រុងស្រុកប្រចាំខែវេទិកាទាំង3ដែលខ្ញុំបានលើកឡើងខាងលើនេះគឺជាវេទិកាដែលធ្វើឡើងដោយអភិបាលក្រុងស្រុកក្នុងការផ្សព្វផ្សាយអំពីការិយាល័យច្រកចេញចូលទៅមួយនិងសេវាដែលផ្ដល់ដោយការឡាយច្រកចេញចូលទៅមួយក៏ដូចជាទូនាទីភារកិច្ចរបស់ការឡាយប្រជាពលរដ្ឋបាទនេះយើងត្រូវធ្វើជាប្រចាំឆ្នាំមានរៀងរាល់ឆ្នាំគាត់ត្រូវមានសកម្មភាព3ហ្នឹងហើយសកម្មភាពបន្ថែមទៀតគឺយើងរៀងរាល់ឆ្នាំយើងមានឲ្យគាត់ធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានយុទ្ធនាការមួយធំណាស់បាទនៅពេលដែលភាគច្រើនគាត់ធ្វើនៅក្នុងខែ9ខែ10គេធ្វើយ៉ាងម៉េចទៅលោកបាទយុទ្ធនាការផ្សព្វផ្សាយព័ត៌មាននេះគឺយើងធ្វើរយៈពេល1អាទិត្យជាប់គ្នាយើងធ្វើដូចយើងធ្វើឃោសនាបោះឆ្នោតអញ្ចឹងយុទ្ធនាការហ្នឹងគឺយើងមានក្នុងថ្ងៃទី1គឺអភិបាលក្រុងស្រុកហ្នឹងត្រូវចូលរួមក្នុងវេទិកាហ្នឹងដោយមានការចូលរួមពីថ្នាក់ខេត្តឬក៏អភិបាលរងខេត្តអញ្ចឹងទៅប្រជាពលរដ្ឋដែរបាទប្រជាពលរដ្ឋហើយយើងកម្រិតយ៉ាងហោចណាស់ក៏បាន500នាក់ឡើងទៅដែរបាទអញ្ចឹងជាទូទៅយើងឃើញថាគាត់ធ្វើក្នុងល្បាក់500ឡើងទៅមានការផ្សព្វផ្សាយគឺជាវេទិកាមួយព្រឹកនៅសាលាក្រុងស្រុកឬក៏ទីតាំងទីប្រជុំជនណាមួយដែលអភិបាលក្រុងស្រុកគិតថាជាទីកន្លែងសមស្របបាទឯរយៈពេល5ថ្ងៃទៀតគាត់ត្រូវធ្វើការហែជាក្បួនមានន័យថាក្រោយពីការផ្សព្វផ្សាយការធ្វើវេទិកានៅសាលាក្រុងសាលាស្រុកឬក៏នៅទីប្រជុំជនហើយគាត់ត្រូវហែក្បួនដូចយើងហែឃោសនាបោះឆ្នោតអញ្ចឹងបាទមានជាចយ៉ាំមានជាការចែកនៅ leaflet មានន័យថាជាឯកសារខិត្តប័ណ្ណផ្សព្វផ្សាយបាទថ្នាក់ជាតិបានបោះពុំនៅឯកសារផ្សេងជាច្រើនពីព័ត៌មានរបស់ការឡាយច្រកចេញចូលទៅមួយបាទដែលមានក្នុងដៃរបស់ខ្ញុំនេះព័ត៌មានរបស់
ការឡៃប្រជាពលរដ្ឋនិងអំពីសេវាដែលមាននៅការឡៃច្រកចេញចូលទៅមួយដោយភ្ជាប់ជាមួយនឹងកម្រៃសេវាចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្រុករបស់គាត់ហ្នឹងចា៎អញ្ចឹងយើងកំណត់ថាក្នុងរយៈពេលមួយសប្តាហ៍នេះធ្វើម៉េចឲ្យគាត់បានហែទៅគ្រប់មូលដ្ឋានឃុំសង្កាត់របស់គាត់ហ្នឹងដែលស្ថិតនៅក្នុងក្រុងស្រុកដែលមានការឡៃច្រកចេញចូលទៅមួយបាទចាអរគុណលោកប៊ុនហេងចាលោកអ្នកកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាននៅថ្ងៃនេះកម្មវិធីយើងកំពុងតែពិភាក្សាទៅលើប្រធានបទស្ដីអំពីលទ្ធផលនៃការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដោយមានវាគ្មិនចំនួន1រូបគឺលោកប៊ុនហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃក្រសួងមហាផ្ទៃលោកមាសលីទូរស័ព្ទពីខេត្តកំពង់ចាមការិយាល័យចេញចូលនៃច្រកតែមួយខ្ញុំបានវិភាគនៅឆ្នាំ2011ហើយដល់វិភាគទៅឃើញថាការដាច់យកមកដាក់រថយន្តនឹងនិយាយចុះនិយាយឡើងឃើញថានៅតែដដែលឬដូចជាផ្លាកម៉ូតូអីតែអ្នកទៅធ្វើផ្ទាល់ទៅបានយកផ្នែកខាងកុំស្យងផ្សេងទៅខ្ញុំអ្នកធ្វើបានចូលទៅដល់ទៀតហើយដូចជាទៀតយក$20 $25អីចឹងមានអ្នកបន្តកន្ទុយគ្នាទៅតែដដែលលោកពូកន្លងទៅលោកពូធ្លាប់ទៅធ្វើស្លាកលេខម៉ូតូនៅក្នុងការិយាល័យច្រកចេញចូលតែមួយនៅក្នុងស្រុករបស់លោកពូណាបាននៅខាងខេត្តផងមកខាងស្រុកខេត្តអញ្ចឹងជាស្រុកដែលមិនមានការឡៃច្រកចេញចូលតែមួយទេបាទអត់មានទេបាទចាដូច្នេះខ្ញុំទៅធ្វើទៅដល់ហើយការគ្នាការផ្លាស់ប្ដូរសោះហើយការដែលនិយាយធ្វើទៅសុទ្ធតែវាមានលក្ខណៈមួយហៅថាកុំស្យងដដែលបាទកុំស្យងដដែលដូចជាខ្ញុំឃើញប្រព័ន្ធហ្នឹងខ្ញុំថាជាហេតុមួយដែលធ្វើជប់ឲ្យបាត់អំពើពុករលួយជប់ឲ្យធ្វើនៅអំពើអាក្រក់ហើយយើងធ្វើនៅរបាយការណ៍មួយដ៏ល្អពីក្រសួងមហាផ្ទៃមកឲ្យសូមឲ្យក្រសួងមហាផ្ទៃលោកខាងហ្នឹងបាទខាងវាគ្មិនយើងសូមឲ្យក្រសួងមហាផ្ទៃដាក់ប៉ាណូមកឥឡូវយើងដាក់ប្រមាណនៅក្នុងមុខការិយាល័យចេញមកធ្វើជាលីសមួយធំទៅដើម្បីឲ្យប្រជាពលរដ្ឋលោកបានមើលដើម្បីងាយចាក់ការចេញចូលស្រួលហើយការតាក់ទងស្រួលកុំឲ្យមានការលំបាកពីលើពីក្រោមទៅតាក់អ្នកនេះអ្នកនោះតាក់យកដើម្បីកុំចង់ដើម្បីការដែលធ្វើបានឆាប់រហ័សលេខល្អលេខមិនល្អមិនថ្លៃប៉ុណ្ណេះលេខមិនល្អថ្លៃប៉ុណ្ណោះជួយបញ្យល់ឲ្យបានច្បាស់អរគុណច្រើនចំពោះលោកពូមាលីចាលោកពូគ្រាន់តែមានការសំណូមពរណាអត់មានសំណួរអ្វីជាក់លាក់ទេហើយវាគ្មិនអាចឆ្លើយតបចំពោះគាត់ដោយខ្លីផងចាសោកស្ដាយដែរដោយសារលោកពូរស់នៅក្នុងស្រុកដែលមិនមានការឡៃច្រកចេញចូលតែមួយអញ្ចឹងជាទូទៅស្រុកដែលមិនមានការឡៃច្រកចេញចូលតែមួយក៏តែងតែសំណូមពរឲ្យមានការឡៃច្រកចេញចូលតែមួយនេះបង្កើតឲ្យបានឆាប់នៅក្នុងស្រុករបស់គាត់ដើម្បីជៀសវាងអំពីបញ្ហាដោយលោកពូមានភាសាអញ្ចឹងការយកកុំសងឬក៏ភាពមិនច្បាស់លាស់ក្នុងការផ្ដល់សេវាម្ដងប្រមាណក៏មិនដឹងបាទខ្ញុំសូមទទួលយកប៉ុន្តែនេះគឺដូចខ្ញុំបានជម្រាបជូនទៅគឺអាស្រ័យទៅលើធនធាននិងលទ្ធភាពរបស់ក្រសួងមហាផ្ទៃដែលយើងនឹងធ្វើការពង្រីកជាជំហានណាលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានអរគុណអរមុននេះបន្តិចលោកបានជម្រាបជូនហើយថានៅក្នុងការិយាល័យប្រជាពលរដ្ឋគឺជាការិយាល័យមួយដែលសម្រាប់ទទួលពាក្យបណ្ដឹងមានន័យថាបើប្រជាពលរដ្ឋមិនពេញចិត្តរឿងអីឬមួយក៏គាត់ចង់តវ៉ាបញ្ហាអីគាត់អាចទៅរកការិយាល័យប្រជាពលរដ្ឋដើម្បីឲ្យមានដំណោះស្រាយកន្លងមកធ្លាប់មានបានទទួលនៅពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែរទេនៅក្នុងការិយាល័យប្រជាពលរដ្ឋផ្ទាល់នេះចា៎នេះជាចំណុចមួយដែលយើងកំពុងតែចាប់ផ្ដើមធ្វើការកន្លងមកយើងតែងតែលើថាបងប្អូនប្រជាពលរដ្ឋនៅពេលដែលអាជ្ញាធរគៀបសង្កត់គាត់អត់ដែលទៅរកអ្នកណាទេគាត់សុកចិត្តខំមាត់សក់ទឹកភ្នែកប៉ុន្តែនៅពេលដែលយើងបង្កើតនៅការឡៃប្រជាពលរដ្ឋនេះយើងឃើញថាពីដំណាក់កាលដំបូងគាត់ដូចជាមិនសូវចាប់អារម្មណ៍មែនដោយសារតែគាត់គិតថាបើជាមន្ត្រីរបស់រដ្ឋាភិបាលកាលណាយើងទៅប្តឹងទៅហាក់ដូចជាទៅប្តឹងតែគ្នាឯងបាទប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាបណ្ដឹងដែលការឡៃប្រជាពលរដ្ឋបានប្តឹងទៅការឡៃប្រជាពលរដ្ឋហ្នឹងគឺថាគឺមានការកើនឡើងជាបន្តបន្ទាប់មកយើងឃើញរហូតដល់បណ្ដឹងមួយចំនួនធ្លាយមកដល់ក្រសួងមហាផ្ទៃហើយក្រសួងមហាផ្ទៃបានចាត់វិធានការធ្វើការស៊ើបអង្កេតបើសិនជាមានករណីនេះដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋមែនយើងបានចាត់វិធានការព្រមាននិងរហូតដល់មានការបណ្ដឹងចេញនៅមន្ត្រីដែលខិលខូចទៀតផងបាទចាឃើញថាមានវិធានការល្អមែនតើអញ្ចឹងនេះខ្ញុំសូមអរគុណចំពោះការបកស្រាយរបស់លោកប៊ុនហេងចាអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គម
ចាប់ប្រិមិត្តកំពុងតែស្ដាប់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានដែលនៅថ្ងៃនេះយើងពិភាក្សាទៅលើប្រធានបទលទ្ធផលនៃការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដែលមានវាគ្មិនចំនួន1រូបចូលរួមនៅក្នុងកម្មវិធីនេះគឺលោកប៊ួនហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃក្រសួងមហាផ្ទៃនេះខ្ញុំសូមអនុញ្ញាតបន្តសំណួរទៅកាន់លោកប៊ួនហេងជាបន្តចង់ដឹងថាតើនៅក្នុងការអនុវត្តគម្រោងនេះពីដើមមករហូតដល់បច្ចុប្បន្ននឹងមានជួបបញ្ហាអ្វីដែលជាបញ្ហាប្រឈមឬក៏ជាឧបសគ្គនៅក្នុងការអនុវត្តនៅគម្រោងទាំងនេះចា៎បាទជាទូទៅបញ្ហាប្រឈមយើងតែងតែជួបជាពិសេសនៅពេលដែលយើងអនុវត្តនៅកម្មវិធីចំណាយទម្រង់ថ្មីនេះគឺថាបញ្ហាដែលយើងជួបប្រទះដំបូងហ្នឹងគឺថាអំពីភាគីអ្នកដែលទទួលសេវាខ្ញុំជឿជាក់ថាប្រិយមិត្តដែលខលចូលដំបូងហ្នឹងក៏គាត់បានមានប្រសាសន៍ហើយគឺថាទីមួយគាត់មិនទាន់យល់ច្បាស់ស្អីទៅជាការឡាយច្រកចេញចូលតែមួយហើយតើការឡាយហ្នឹងមានផ្ដល់សេវាអីខ្លះហើយបែបបទនៃការផ្ដល់ហ្នឹងរបៀបមិនខ្លះបាទអញ្ចឹងការមិនយល់ច្បាស់នៅការឡាយច្រកចេញចូលតែមួយហ្នឹងមានន័យថាការចូលរួមរបស់គាត់ហ្នឹងគឺមានកម្រិតនៅពេលដែលយើងបង្កើតនៅការឡាយច្រកចេញចូលតែមួយគាត់នៅប្រើទម្លាប់ចាស់គាត់ធ្លាប់ប្រើអ្នករត់ការអីចឹងទៅក៏គាត់នៅតែបន្តប្រើអញ្ចឹងក៏អត់តាន់បានមកសាកល្បងប្រើប្រាស់នៅសេវារបស់យើងទេនេះជាចំណុចចម្បងហើយចំណុចទី2ទៀតគឺប្រជាពលរដ្ឋគាត់មិនទាន់ចូលរួមអនុវត្តនឹងគឺមិនធ្វើឲ្យការអនុវត្តច្បាប់របស់យើងនឹងហាក់ដូចជាមិនទាន់បានរីកចម្រើនទៅមុខមានន័យថាកន្លងមកដោយសារគាត់យល់ឃើញថាសាលាក្រុងសាលាស្រុកជាកន្លែងរបស់អាជ្ញាធរពិបាកក្នុងការទំនាក់ទំនងអញ្ចឹងបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់ធ្វើអាជីវកម្មនៅតែមិនស្របទៅនឹងច្បាប់បាទអញ្ចឹងមានន័យថាការអនុវត្តច្បាប់នៅតាមមូលដ្ឋានវានៅតែមានកម្រិតនៅឡើយចំពោះអ្នកផ្ដល់សេវាវិញមានន័យថាការឡាយច្រកចេញចូលតែមួយដែលមានមន្ត្រីរបស់យើងជាអ្នកផ្ដល់សេវាហ្នឹងគឺក៏គាត់ជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនដែរដោយសារតែនេះជាកម្មវិធីកំណែទម្រង់ថ្មីអញ្ចឹងគាត់ត្រូវការនៅការសមត្ថភាពមួយផ្សេងខុសពីអ្វីដែលគាត់ធ្លាប់ធ្វើពីមុនមកអញ្ចឹងគាត់ត្រូវប្រើនៅសមត្ថភាពផ្សេងគាត់ត្រូវផ្លាស់ប្ដូរអត្តចរិតដែលពីមុនគាត់ជាអ្នកគ្រប់គ្រងគាត់ត្រូវផ្លាស់ប្ដូរតួនាទីរបស់គាត់ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋវិញលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានលោកបូរីទូរស័ព្ទពីខេត្តសៀមរាបចង់ទួថាតើការឡាយច្រកចេញចូលតែមួយរបស់ប្រជាពលរដ្ឋហ្នឹងគឺអាចប្រកាសតម្លៃសេវារដ្ឋហ្នឹងឲ្យជាផ្លូវការសាធារណៈបានទេចាអរគុណសំណួរខ្លីហើយមិញហ្នឹងមានការបកស្រាយខ្លះៗហើយពីវាគ្មិនយើងមិនតែលោកអាចបញ្ជាក់ជូននៅលោកបរិយបន្ថែមតិចទៅចាបាទខ្ញុំសូមបញ្ជាក់ជូនម្ដងទៀតគឺថាសេវាដែលផ្ដល់ដោយការឡាយច្រកចេញចូលតែមួយគឺយើងបានប្រកាសជាក់លាក់អំពីកម្រៃនៃសេវានីមួយៗការប្រកាសហ្នឹងគឺយើងធ្វើការផ្សព្វផ្សាយតាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានដែលធ្វើដោយក្រុងស្រុកផ្ទាល់តាមរយៈចែកខិត្តប័ណ្ណដែលយើងមានបោះពីកម្រៃសេវានីមួយៗថាកម្រៃសេវាណាដែលអស់តម្លៃប្រមាណហើយជាងនេះទៅទៀតយើងក៏មានផ្សព្វផ្សាយទៅតាមវិទ្យុនិងទូរទស្សន៍ផងដែរបាទខាងថ្នាក់ជាតិក៏មានផលិតនៅ spot មួយចំនួនហើយក៏តម្រូវឲ្យថ្នាក់ខេត្តធ្វើការផ្សព្វផ្សាយបន្តបាទអញ្ចឹងយើងមានប័ណ្ណគ្រប់កន្លែងទាំងអស់អភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមអញ្ចឹងខ្ញុំសូមបន្តសំណួរទៅកាន់វាគ្មិនយើងជាបន្តចង់ដឹងថានៅពេលដែលយើងឃើញថាមានការប្រឈមនៅបញ្ហាទាំងអស់ហ្នឹងដោយដែលលោកបានរៀបរាប់មិញហ្នឹងថាតើយើងមានយន្តការអ្វីឬក៏វិធានការអ្វីខ្លះសម្រាប់ដោះស្រាយនៅបញ្ហាប្រឈមទាំងអស់នោះចា៎នៅពេលដែលយើងឃើញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការមកទទួលសេវានៅការឡាយច្រកចេញចូលទៅមួយមិនទាន់មានសន្ទុះខ្លាំងក្លាយើងបានប្រើយន្តការផ្សព្វផ្សាយដោយយើងបោះពុម្ពជាឯកសារសម្រាប់ចែកផ្សាយដោយមានភ្ជាប់នៅព័ត៌មានសំខាន់អំពីការឡាយច្រកចេញចូលទៅមួយការឡាយប្រជាពលរដ្ឋនិងតារាងតម្លៃសេវាបន្ថែមលើពីនេះក៏យើងមានយន្តការផ្សព្វផ្សាយនៅថ្នាក់ក្រុងស្រុកតាមរយៈការធ្វើវេទិកាដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងយើងមានវេទិកាគេថាម៉ោងជួបរវាងប្រជាពលរដ្ឋនិងអភិបាលក្រុងដែលយើងធ្វើជាប្រចាំខែយើងមានវេទិកាប្រចាំឆមាសគឺយើងមានឆមាសទី1និងឆមាសទី2ដែលបើកឱកាសឲ្យពាណិជ្ជករក៏ដូចជាអាជីវករបងប្អូនប្រជាពលរដ្ឋសាមញ្ញហ្នឹងអាចចូលរួមក្នុងវេទិកាហ្នឹងហើយលើកនៅសំណូមពរឬសំណួរដែលពាក់ព័ន្ធនឹងសេវាដែលមាននៅការឡាយក្រុងស្រុកហើយយើងមានមួយទៀតគេហៅថាវេទិកាប្រចាំឆ្នាំជាទូទៅយើងធ្វើនៅក្នុងខែ10ឬខែ11ដើម្បីទទួលនៅគេហៅថាព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញអំពីការអនុវត្តនៅការឡាយច្រកចេញចូលតែមួយនេះបាទលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាន
អរគុណនឹងមានសំណួរមួយទៀតដែលនាងខ្ញុំយល់ថាវាសំខាន់ហើយបងប្អូនប្រជាពលរដ្ឋប្រហែលជាមានការចង់ដឹងដែរចង់ដឹងថាតើក្រោយពីបានអនុវត្តគម្រោងនេះឡើងតាំងពី2005រហូតដល់បច្ចុប្បន្នណាតើអ្វីដែលជាចំណុចប្រែប្រួលមានន័យថាជាចំណុចវិជ្ជមាននៅក្នុងការរួមចំណែកលើកកម្ពស់នៅក្នុងការផ្ដល់សេវាសាធារណៈឲ្យកាន់តែមានតម្លាភាពឲ្យកាន់តែមានគុណភាពនោះចា៎បាទចំណុចសំខាន់ដែលយើងឃើញថាមានការប្រែប្រួលគឺយើងកសាងបាននៅលិខិតបទដ្ឋានគតិយុត្តជាច្រើនបាទហើយនឹងក្របខ័ណ្ឌច្បាប់ក្នុងការអនុវត្តនៅសេវាដែលមានការឡាយច្រកចេញចូលទៅមួយដូចខ្ញុំបានជម្រាបជូនយើងកាលមុនយើងអត់មានការដាក់នៅកម្រៃច្បាស់លាស់ទេប៉ុន្តែដល់ពេលយើងបង្កើតមានការឡាយច្រកចេញចូលទៅមួយនេះគឺយើងមានកម្រិតនៅសេវារយៈពេលនៃការផ្ដល់សេវាច្បាស់លាស់បាទនេះជាការប្រែប្រួលនៅជាវិជ្ជមានមួយទៀតគឺថាមន្ត្រីដែលផ្ដល់សេវាជូនប្រជាពលរដ្ឋនោះមានការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនមានន័យថាកាលពីមុនគាត់អង្គុយនៅបារោគាត់ធ្វើការងាររដ្ឋបាលប្រចាំថ្ងៃប៉ុន្តែពេលនេះគាត់ត្រូវទំនាក់ទំនងផ្ទាល់ជាមួយនឹងអតិថិជនគាត់ត្រូវតែទំនាក់ទំនងផ្ទាល់ជាមួយនឹងកិច្ចការងារដែលគាត់ធ្វើអញ្ចឹងការកសាងសមត្ថភាពរបស់ឲ្យគាត់គឺជារឿងមួយសំខាន់អញ្ចឹងការអភិវឌ្ឍសមត្ថភាពជាប្រចាំជារឿងមួយដែលជារឿងវិជ្ជមានហើយចំណុចដែលយើងឃើញថាប្រែប្រួលសំខាន់នោះគឺអំពីតម្លាភាពនិងគុណភាពនៃការផ្ដល់សេវាបាទចា៎គឺតាមរយៈការបិទផ្សាយនៅកម្រៃសេវាហើយការផ្ដល់សេវាតាមរយៈពេលកំណត់គឺជាការប្រែប្រួលមួយយ៉ាងសំខាន់បាទអរគុណចំពោះលោកវិក្កាមចា៎នេះជាការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានកម្មវិធីអភិបាលកិច្ចនេះគួរតែប្រជាពលរដ្ឋយើងចូលរួមឲ្យបានច្រើនជាយោបល់ជាសំណូមពរឬក៏ចូលរួមជាអ្វីៗដើម្បីឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសមានការយល់ដឹងកាន់តែស៊ីជម្រៅពិសេសគឺប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលគាត់មិនដែលហៅថាបានចូលរួមប្រជុំបើគាត់និយាយមកកាន់វិទ្យុសម្របសម្រួលធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដើម្បីគាត់បានចូលរួមអ្វីដែលគាត់លើកឡើងអ្វីដែលគាត់ចង់និយាយចង់ប្រាប់ពីកង្វល់គឺត្រូវបានយកមកផ្សព្វផ្សាយក៏មានអ្នកខ្លះគេក៏ញញើតក្នុងការដែលនិយាយប៉ុន្តែផ្សព្វផ្សាយឲ្យជាពលរដ្ឋក៏បានយល់ដឹងឲ្យច្រើនឲ្យគាត់ចង់ស្ដាប់ផ្សព្វផ្សាយធ្វើម៉េចឲ្យមានភាពទូលាយឲ្យយកពេលសមស្របពេលវេលារបស់គាត់ឲ្យខ្លឹមសារខ្លីងាយយល់គាត់ជាខិត្តប័ណ្ណផ្សេងៗដើម្បីឲ្យគាត់យល់ដឹងហើយនឹងបានរៀបចំឲ្យមានការប្រគល់យោបល់ឬក៏ការចុះទៅសម្ភាសពួកគាត់ថែមទៀតដើម្បីឲ្យគាត់កាន់តែយល់ដឹងថែមទៀតពីកម្មវិធីវិទ្យុហ្នឹងអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមចាប្រិមិត្តកំពុងតែស្ដាប់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានដែលកម្មវិធីនេះរៀបចំឡើងសម្ដៅរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋឆ្ពោះទៅបង្កើនគុណភាពនៃការផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរតាមរយៈការលើកកម្ពស់ឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានប្រកបដោយតម្លាភាពសមភាពនិងមានយុត្តិធម៌សង្គមចាស់ហើយថ្ងៃនេះគឺយើងកំពុងតែពិភាក្សាទៅលើប្រធានបទស្ដីអំពីលទ្ធផលនៃការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋចាមុននេះបន្តិចវាគ្មិនរបស់យើងបានជម្រាបជូនអំពីចំណុចវិជ្ជមាននៃការអនុវត្តនៅគម្រោងនេះឡើងហើយនឹងខ្ញុំចង់បកស្រាយបន្តិចតកតងទៅនឹងការវាយតម្លៃពីសំណាក់ប្រជាពលរដ្ឋវិញដែលគាត់ឲ្យតម្លៃខ្ពស់ទៅលើការិយាល័យនេះក៏ដូចជាការគ្រប់គ្រងយ៉ាងពេញទំហឹងហ្នឹងតើវិធីសាស្ត្រនៃការបានដឹងអំពីការពេញចិត្តរបស់គាត់លោកអាចជម្រាបជូនខ្លះបានទេចាបន្ថែមអំពីយុទ្ធសាស្ត្រក្នុងការកាត់បន្ថយនៅបញ្ហាប្រឈមយើងក៏មានធ្វើការសហការជាមួយនឹងអង្គការដៃគូដែលជាមិនមែនរដ្ឋាភិបាលការសហការនេះគឺយើងសហការលើពីចំណុចទី1ឲ្យគាត់ជួយផ្សព្វផ្សាយបន្ថែមពីព្រោះយើងគិតថាបើសិនជារដ្ឋាភិបាលខ្លួនឯងជាអ្នកអនុវត្តនៅគម្រោងនេះហើយជាអ្នកដើរតួនាទីផ្សព្វផ្សាយផងហាក់មិនសូវមានប្រសិទ្ធភាពទេអញ្ចឹងយើងរកអ្នកទី3គឺមានន័យថាជាអង្គការមិនមែនរដ្ឋាភិបាលឲ្យគាត់ជួយផ្សព្វផ្សាយអំពីការឡាយច្រកចេញចូលទៅមួយពីព្រោះថាជាអាជ្ញាកណ្ដាលដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបានអញ្ចឹងយើងឃើញថាតាមរយៈប្រើយន្តការថ្មីនេះកិច្ចសហការថ្មីនេះគឺសន្ទុះនៃការកើនឡើងនឹងគឺប្រជាពលរដ្ឋមានការយល់ដឹងច្រើនហើយមួយវិញទៀតយើងសហការជាមួយគាត់ក្នុងការឲ្យគាត់នឹងផ្ដល់នៅព័ត៌មានត្រឡប់តាមរយៈការធ្វើជាការស្ទង់មតិអំពីការពេញចិត្តរបស់ប្រជាពលរដ្ឋទៅលើការឡាយច្រកចេញចូលទី1និងការឡាយប្រជាពលរដ្ឋបាទការពីម្សិលមិញនេះគឺយើងមានអង្គការមួយដែលជាអង្គការដៃគូរបស់យើង API គាត់បានបង្ហាញពីលទ្ធផលនៃការធ្វើស្ទង់មតិរបស់គាត់គឺគាត់បានបង្ហាញថានៅក្រុងចំនួន3គឺក្រុងច្បារមនក្រុងស្ទឹងសែននិង
បាទនៅក្រុងកំពង់ឆ្នាំងបាទឃើញថាក្នុងចំណោមប្រជាពលរដ្ឋដែលគាត់សម្ភាសបាទខ្ទង់5000នាក់បើតាមខ្ញុំចាំប្រហែលជា 80% នៃប្រជាពលរដ្ឋដែលមកទទួលសេវារួចហើយគាត់ពេញចិត្តអំពីសេវានៅការឡាយច្រកចិញ្ចោទី1អញ្ចឹងគាត់ថាច្រើនមែនតើលោកអ្នកកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានអរគុណឃើញថាការស្ទាបស្ទង់នោះគឺមានទាំងធ្វើដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលហើយនិងអង្គការសង្គមស៊ីវិលដែលជាជំនួយផ្នែកខាងក្រៅបន្ថែមទៀតផងដែរហើយនេះខ្ញុំចង់ជម្រាបសួរលោកផងដែរថាឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែមានគម្រោងក្នុងការពង្រីកនៅការិយាល័យច្រកចិញ្ចោតែមួយនឹងដើម្បីឲ្យវាមានពេញទូទាំងប្រទេសតែម្ដងមិនអញ្ចឹងណាតើមានផែនការឬយុទ្ធសាស្ត្រយ៉ាងណានៅក្នុងការពង្រីកតំបន់គោលដៅនេះចា៎នេះគឺពាក់ព័ន្ធសំខាន់ទៅលើធនធានដែលយើងមាននិងលទ្ធភាពរបស់ក្រសួងមហាផ្ទៃបាទដោយសារបច្ចុប្បន្ននេះក្រសួងមហាផ្ទៃបានទទួលនៅជំនួយពីធនាគារពិភពលោកហើយដែលមានថាការបដិពាក្យជាមួយនឹងរាជរដ្ឋាភិបាលគឺយើងបានបង្កើតឲ្យមានជាជំហានបាទនៅជំហានទី1នោះគឺយើងបានពង្រីកពីក្រុងគោលដៅចាស់គឺមាននៅសៀមរាបតំបន់ដំបងដែលខ្ញុំបានជម្រាបជូនថាយើងអនុវត្តដំបងនៅឆ្នាំ2005ហ្នឹងគឺនៅក្នុងឆ្នាំ2009យើងបានពង្រីកថែម7អញ្ចឹងវាបាន9នៅក្នុងជំហានទី1ជំហានទី2គឺនៅក្នុងឆ្នាំ2010 2011នេះគឺយើងពង្រីកបាន8ទៀតគឺយើងបាន17ហើយនៅក្នុងជំហានទី3នេះគឺយើងក្រុងនឹងបង្រីក7ទៀតអញ្ចឹងយើងនឹងបាន24នៅក្នុងឆ្នាំនេះបាទដែលក្រុងនឹងសម្ពោធនៅក្នុងខែ12នេះបាទអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមចាសសូមអរគុណប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីដែលសារពេលវេលាយើងឈានចូលដល់ទីបញ្ចប់ហើយឆ្លៀតឱកាសនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់វាគ្មិនកិត្តិយសចាស់គឺលោកប៊ួយហេងដែលជាអនុប្រធានគ្រប់គ្រងគម្រោងការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋចាស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមបកស្រាយយ៉ាងក្បោះក្បាយជំវិញប្រធានបទនៅក្នុងថ្ងៃនេះហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ដែលបានទូរស័ព្ទចូលរួមនិងប្រិយមិត្តដែលបានតាមដានស្ដាប់កម្មវិធីនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះនាងខ្ញុំណារិននិងវាគ្មិនកិត្តិយសរួមទាំងក្រុមការងារសូមអរគុណនិងសូមជម្រាបលាកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានរៀបចំដោយការិយាល័យសម្រាប់សម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃផលិតដោយអង្គការ CHEM ឧបត្ថម្ភដោយធនាគារពិភពលោក OSED និងរាជរដ្ឋាភិបាលកម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយ៍វិទ្យុសារិកា FM 106.5 MHz រៀងរាល់ថ្ងៃប្រហ័សថ្ងៃសុក្រវេលាម៉ោង10ដល់ម៉ោង11ថ្ងៃត្រង់